សួស្តីបងប្អូនអរគុណជាដំណើរកម្សាន្តទី1នៅប្រទេសចិនហើយកន្លែងនេះយើងត្រូវ check in ដែរដោយសារយើងមិនមែនជាជនជាតិចិនសម្រាប់សម្បត្តិយន្តហោះគឺតម្លៃ$30បងប្អូនហើយឥឡូវយើងតប check in ហើយយើងចាប់ផ្ដើមដើរចូលសម្រាប់ប្រទេសចិនគឺខ្ញុំលេងទីក្រុងកុងចៅសម្រាប់កុងចៅគឺភាគច្រើនគេមកមើល city view នៅពេលយប់គឺមានទេសភាពស្អាតនេះគឺជាទេសភាពពេលយប់បងប្អូនអាចមើលបានគឺស្អាតមែនតើនោះគឺជាអគារដែលខ្ពស់ជាងគេនៅតំបន់កងជើនឹងឯងហើយសម្រាប់កប៉ាល់ដែលយើងជិះនេះគឺយើងអាចញ៉ាំអាហារបានឈៀលស្ដាប់តន្ត្រីហើយនិយាយទៅស្អាតមែនតើបងប្អូនហើយបន្ទាប់ពីចេញមកខ្ញុំមកលេងក្រុងម្ដងគឺមកមើលរូប 3D ទៅប្រទេសចិនគឺជឿនលឿនមែនតើបងប្អូនរូប 3D ទេគឺមើលនៅក្រៅគឺស្អាតជាងនៅក្នុងវីដេអូទៀតបងប្អូនអាចមើលបានគឺរូប 3D គឺដូចគំនូរពិតអញ្ចឹងគឺស្អាតមែនតើហើយបើសិនជាបងប្អូនមានឱកាសអាចមកលេងបានក៏